រៀបសួរបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពីកិរិយាសព្ទឬក៏យើងហៅថា verb ចាអញ្ចឹងកុំឲ្យខាតពេលយូរតាមដានវីដេអូនេះជាមួយនឹងគ្រូទាំងអស់គ្នាចាអញ្ចឹងមុននឹងចូលដល់កិរិយាសព្ទហ្នឹងអញ្ចឹងអ្នកគ្រូសួរថា what is a verb ចាតើកិរិយាសព្ទហ្នឹងមានន័យយ៉ាងដូចម្ដេចនេះគឺជានិយមន័យរបស់កិរិយាសព្ទចាគេថាកិរិយាសព្ទគឺជាពាក្យសម្រាប់សម្ដែងនៅអំពើរបស់ប្រធានចាជាងម្ដងទៀតកិរិយាសព្ទគឺជាពាក្យសម្រាប់សម្ដែងនៅអំពើរបស់ប្រធានចាចឹងកាលណាដែលយើងធ្វើអំពើចាអំពើដូចជាដេកដើរឈរអង្គុយនិយាយស្ដាប់អីហ្នឹងគឺជាថ្នាក់ពាក្យជាកិរិយាសព្ទនឹងឯងចាចឹងបាននិយមន័យគេលើកឡើងថាកិរិយាសព្ទជាពាក្យសម្រាប់សម្ដែងនៅអំពើរបស់ប្រធានចាអំពើមានន័យថាការធ្វើចាអំពើមានន័យថាការធ្វើសកម្មភាពឬក៏ទង្វើអ្វីមួយចាអញ្ចឹងចេញជាសកម្មភាពអ្វីមួយគឺគេហៅថាកិរិយាសព្ទចាអញ្ចឹងយើងចូលមើលឧទាហរណ៍មើលថាកិរិយាសព្ទហ្នឹងមានពាក្យអ្វីខ្លះចាអញ្ចឹងកិរិយាសព្ទហ្នឹងគឺមានពាក្យដូចខាងក្រោមនេះគឺមានពាក្យថា run ថ្នាក់ពាក្យវាជា verbអ្នកគ្រូសេអក្សរ V នេះមានន័យថាថ្នាក់ពាក្យវាជា verb ហ្នឹងគឺកិរិយាសព្ទនឹងឯងអ្នកគ្រូសេកាត់អក្សរ V run រត់ eat ចាញ៉ាំ jump មានន័យថាលោត sleep ចាមានន័យថាគេងចាអញ្ចឹងពាក្យទាំងអស់នេះហើយគឺជាសកម្មភាពឬក៏អំពើដែលមនុស្សយើងធ្វើហ្នឹងគេហៅថាកិរិយាសព្ទចាអញ្ចឹងយើងចូលមើលឧទាហរណ៍បន្តទៀតមើលថាពាក្យអ្វីខ្លះទៀតចាពាក្យបន្តទៀតនេះគឺពាក្យថា walk ដើរ drink ចាផឹក sing ចាច្រៀង dance រាំចាអញ្ចឹងពាក្យទាំងអស់នេះគឺជាទង្វើឬក៏ការធ្វើសកម្មភាពអញ្ចឹងថ្នាក់ពាក្យវាគឺជាកិរិយាសព្ទចាអញ្ចឹងមានដើរផឹកច្រៀងរាំចានិងពាក្យច្រើនផ្សេងទៀតចាអញ្ចឹងយើងចូលមើលឧទាហរណ៍ចា I walk to school ចាអញ្ចឹងមានន័យថាខ្ញុំដើរទៅសាលារៀនចាអញ្ចឹង I walk to school អញ្ចឹងបងប្អូនមើលទាំងអស់គ្នាថាប្រយោគនេះពាក្យមួយណាដែលជាកិរិយាសព្ទចាពាក្យដែលជាកិរិយាសព្ទគឺពាក្យថា walk ចាពាក្យថា walk នឹងហើយគឺជាកិរិយាសព្ទអ្នកគ្រូដាក់ពណ៌លឿងនេះគឺចំណាំថាវាជាកិរិយាសព្ទ I walk to school ចាខ្ញុំដើរទៅសាលារៀនចាពាក្យថាដើរឬក៏ walk នឹងហើយគឺជាកិរិយាសព្ទនោះចាយើងចូលមើលឧទាហរណ៍មួយទៀតគឺ I drink coffee ខ្ញុំផឹកកាហ្វេចា I drink coffee ចាអញ្ចឹងបងប្អូនប្រកាសជាដឹងហើយថាពាក្យដែលមានថ្នាក់ពាក្យជាកិរិយាសព្ទគឺពាក្យថា drink ចា drink នឹងឯងចា drink នេះមានន័យថាផឹកគឺជាទង្វើដែលយើងធ្វើហ្នឹងគឺពាក្យ drink មានន័យថាផឹកនឹងឯងចា I drink coffee ចា coffee មានន័យថាកាហ្វេចា I eat pizza ចា I eat pizza ចឹងមានន័យថាខ្ញុំញ៉ាំ pizza ចាខ្ញុំញ៉ាំ pizza ចឹងពាក្យណាដែលជាកិរិយាសព្ទបងប្អូនមើលចាពាក្យដែលជាកិរិយាសព្ទពាក្យថា eat នេះឯងមានន័យថាញ៉ាំចា eat មានន័យថាញ៉ាំនេះចាអញ្ចឹងគឺជាទង្វើឬក៏សកម្មភាពដែលយើងធ្វើនឹងគេហៅថាកិរិយាសព្ទពាក្យថា eat ចា pizza មានន័យថានំ pizza នេះចា I eat pizza ខ្ញុំញ៉ាំ pizza ចាយើងមើលឧទាហរណ៍ចុងក្រោយនេះគឺ I read a book I read a book ចាអញ្ចឹងមានន័យថាខ្ញុំអានសៀវភៅចាពាក្យដែលជាកិរិយាសព្ទនៅក្នុងប្រយោគនឹងគឺពាក្យថាចាពាក្យថា read ចាពាក្យថា read នេះហើយគឺជាកិរិយាសព្ទ read មានន័យថាអានចាគឺជាទង្វើដែលយើងធ្វើចាឬក៏សកម្មភាពដែលយើងបញ្ចេញមកហ្នឹងចា I read book ខ្ញុំអានសៀវភៅចា
ចឹងដោយឧទាហរណ៍ដោយនិយមន័យគេលើកឡើងថាចាកិរិយាសព្ទគឺជាពាក្យដែលសម្រាប់សម្ដែងអំពីអំពើរបស់ប្រធានចាអំពើរបស់ប្រធានហ្នឹងគឺនេះគឺជាប្រធានណានេះប្រធានចានេះគឺជាប្រធានអាយនេះមានន័យថាគឺជាប្រធានហើយអំពើហ្នឹងមានន័យថា read នេះឯង I read a book ខ្ញុំអានសៀវភៅចាចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះចាចឹងមេរៀននេះគឺខ្លីតែងាយយល់ចាចឹងសង្ឃឹមថាបងប្អូនចាប់បានហើយនឹងយកមេរៀននេះយកទៅអនុវត្តចាយើងនឹងជួបគ្នានៅមេរៀនបន្តទៀត